អ្នកសិក្សានឹងជាអតីតអ្នកការទូតលោកពូសុធិរតមានប្រសាសន៍ថាការដកការហុំព័ទ្ធអាវុធរបស់សហរដ្ឋអាមេរិកនិងការបន្តធ្វើសម្ពយុទ្ធយោធា Enco Sentinel ផ្ដល់ឱកាសដល់ទីក្រុងភ្នំពេញនិងទីក្រុង Washington ដើម្បីចាប់ផ្ដើមភាពជាដៃគូរបស់ពួកគេឡើងវិញដែលកាន់តែតានតឹងនៅក្រោមរដ្ឋបាលលោក Biden ការបន្តធ្វើសម្ពយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកម្ពុជានិងការដកទណ្ឌកម្មអាវុធរបស់ទីក្រុង Washington មកលើទីក្រុងភ្នំពេញបង្ហាញពីឱកាសដ៏ល្អឥតខ្ចោះសម្រាប់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តឡើងវិញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងពាណិជ្ជកម្មនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយកាសែតខ្មែរ Times ឯកអគ្គរដ្ឋទូតពូសុធិរតដែលជាអ្នកការទូតចូលនិវត្តន៍អ្នកសិក្សានិងជាទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់បានសាទរចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកលោកសុធិរតបានមានប្រសាសន៍ថានេះតំណាងឲ្យឱកាសមាសដែលជាឱកាសថ្មីមួយក្នុងការកំណត់ឡើងវិញនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាមិនត្រឹមតែទំនាក់ទំនងធម្មតាប៉ុណ្ណោះប៉ុន្តែជាទំនាក់ទំនងយុទ្ធសាស្ត្រកំណត់ឡើងវិញនៅទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជានិងសហរដ្ឋអាមេរិកក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ទាសីហានិងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី12នៅទីក្រុងកូឡាឡាំពួរកាលពីដើមខែនេះប្រទេសទាំងពីរបានយល់ព្រមបន្តធ្វើសម្ពយុទ្ធយោធារួមគ្នាឆ្មោងអង្គរបន្ទាប់ពីផ្អាកជិតមួយទសវត្សរ៍សហរដ្ឋអាមេរិកក៏បានដកការដាក់ទណ្ឌកម្មអាវុធមកលើប្រទេសកម្ពុជានិងបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋឆ្លងដែននេះក៏បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអានវ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានក៏ជាសាក្សីក្នុងការចុះហត្ថលេខាដែរលោកសុធិរតបាននិយាយថាការបន្តធ្វើសម្ពយុទ្ធរួមការដកការហុំព័ទ្ធអាវុធនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរកសាងទំនុកចិត្តឡើងវិញការហាម5អាវុធបានដាក់ក្នុងឆ្នាំ2020ដោយរដ្ឋបាលលោក Biden ជុំវិញការព្រួយបារម្ភលើការពង្រីកឥទ្ធិពលយោធារបស់ចិននៅក្នុងប្រទេសកម្ពុជាព្រមទាំងបញ្ហាសិទ្ធិមនុស្សនិងការចោទប្រកាន់ថាមានអំពើពុករលួយកម្ពុជានិងអាមេរិកនៅឆ្នាំនេះបានប្រារព្ធខួបអនុស្សាវរីយ៍75ឆ្នាំនៃទំនាក់ទំនងការទូតដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងភាពជាដៃគូដ៏យូរអង្វែងលោកសុធិរតបានកត់សម្គាល់ថាប្រកឈប់បាញ់ដែលសម្រាប់សម្រួលដោយសហរដ្ឋអាមេរិកតាមបណ្ដោយពីកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ជម្លោះព្រំដែនកម្ពុជាថៃបានបង្ហាញថាទីក្រុង Washington នៅតែចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់លោកបានសង្កត់ធ្ងន់ថាយើងមិនមែនជាសត្រូវនឹងអាមេរិកទេយើងគឺជាមិត្តបន្ថែមថាការចូលរួមឡើងវិញបញ្ចង់ពីការទទួលយកស្គាល់របស់សហរដ្ឋអាមេរិកចំពោះទូនាទីរបស់កម្ពុជានៅក្នុងសន្តិភាពនិងសន្តិសុខក្នុងតំបន់បេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ានបានរាយការណ៍ថាក្នុងជំនួបកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរក្នុងខែកក្កដាប្រធានាធិបតីលោកត្រាំនិងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជួបប្រជុំមេដឹកនាំលំដាប់ទី1រវាងប្រទេសទាំងពីរចាប់តាំងពីមេដឹកនាំកម្ពុជាចូលទៅកំណត់ដណ្លែងឡើងមេសកកម្មនេះបាននិយាយថានៅថ្ងៃទី26កក្កដាដោយអាស្រ័យលើការប្រញាប់ប្រញាល់របស់កម្ពុជានៅក្នុងការស្វែងរកសន្តិភាពនិងសន្តិសុខសហរដ្ឋអាមេរិកនឹងលុបចោលការហាម5អាវុធលើប្រទេសកម្ពុជានិងពួកគេបានយល់ព្រមចាប់ផ្ដើមសម្ពយុទ្ធយោធាការពារឆ្មងអង្គរដោយពីពិឃាតក្នុងការចាត់ចែងដែលធ្លាប់ធ្វើឡើងចុងក្រោយនៅឆ្នាំ2017សម្ពយុទ្ធប្រចាំឆ្នាំដែលរៀបចំទុកជារឿងរ៉ាវដោយកងទ័ពអាមេរិកប៉ាស៊ីហ្វិកបានចាប់ផ្ដើមនៅឆ្នាំ2010ដើម្បីពង្រឹងទំនាក់ទំនងយោធានិងបង្កើនសមត្ថភាពសង្គ្រោះគ្រោះមហន្តរាយទោះបីជាយ៉ាងណាការប្រើប្រាស់សម្ពយុទ្ធនេះបានដាក់បិទចោលក្នុងឆ្នាំ2017ចំណោទទំនាក់ទំនងកាន់តែតានតឹងក្នុងគណៈការប្រើប្រាស់សម្ពយុទ្ធរួមគ្នារបស់កម្ពុជាជាមួយចិនដែលគេស្គាល់ថាជាសម្ពយុទ្ធនាគម្ដងបានកើនឡើងរៀងរាល់ឆ្នាំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងកូឡាឡាំពួររដ្ឋមន្ត្រីក្រសួងការពារជាតិនិងសហប្រតិបត្តិការអន្តរជាតិលោកប្រាក់សុខុងបានជួបជាភាសាទ្វេភាគីជាមួយលោក Alison Hocker អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិកបន្ទុកការពារជាតិរួមថាជាអ្នកសម្របសម្រួលសម្រាប់ប្រទេសជាសម្ព័ន្ធភាពនិងសន្តិនិយាយអាស៊ាននិងអាមេរិកលោកសុខុនបានបញ្ជាក់ពីកិច្ចប្រញាប់ចិត្តរបស់កម្ពុជាដើម្បីបង្កើននិងពង្រឹងស្របដៀកយ៉ាងខ្លាំងជាមួយនឹងទំនាក់ទំនងនិងភាពជាដៃគូរវាងប្រទេសទាំងពីរលោកសុធិរតបានរំលឹកថាការផ្លាស់ប្តូរនៃកម្លាំងបានចាប់ផ្ដើមជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin មកដល់ទីក្រុងភ្នំពេញ2ឆ្នាំមុនក្នុងពេលដែលទីក្រុង Washington បានសន្យាថាកម្ពុជានៅតែពាក់ព័ន្ធក្នុងយុទ្ធសាស្ត្រ Indo-Pacific
លោកបានមានប្រសាសន៍ថាគាំទ្ររបស់កម្ពុជាក្នុងក្របខ័ណ្ឌ Transatlantic Intel បានបន្ថែមពីការមានប្រតិភិបយុទ្ធសាស្ត្រនៃទំនាក់ទំនងលោកបានមានប្រសាសន៍ថាជំហានដំបូងក្នុងទិសដៅត្រឹមត្រូវមានជាការដាក់កំណត់ដោយផ្លូវការដោយអនុញ្ញាតឲ្យសមយុទ្ធយោធារួមគ្នាចាប់ផ្ដើមឡើងវិញហើយឃ្លាមគោវល់គុំយើងត្រូវបន្តចូលរួមតាមរយៈការទូតការពារជាតិកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិកចាប់ផ្ដើមពីសមយុទ្ធយោធាឬក្នុងវិស័យសន្តិសុខកម្ពុជាក៏អាចពឹងពាក់សហរដ្ឋអាមេរិកដើម្បីជួយលើកទឹកចិត្តដល់មន្ត្រីការពារជាតិនិងបង្កើនសមត្ថភាពការពារជាតិលោកបានលើកទឹកចិត្តថាប្រទេសទាំងពីរត្រូវលើកទំនាក់ទំនងរឿងរ៉ាវដោយគាត់សម្គាល់ថារឿងទណ្ឌកម្មធ្វើការសម្ដៅថាលោក Hexet កំពុងរៀបចំទៅមកកម្ពុជាលោកសុធិរតបានដាក់ទន្ទឹងឲ្យរដ្ឋបាលជំរុញឲ្យមានការបណ្ដុះបណ្ដាលដំណើរទស្សនកិច្ចនេះឲ្យឆាប់រហ័សដោយហៅថាជាឱកាសមួយទៀតដើម្បីកំណត់ឡើងវិញជាផ្លូវការលោកបានបន្ថែមថាទណ្ឌភាពតាក់ទងនឹងមូលដ្ឋានទ័ពនឿរៀមគួរតែមានភាពច្បាស់លាស់តាក់ទងនឹងកិច្ចប្រជុំអាស៊ីគ្នាប្រព្រឹត្តទៅឥឡូវនេះច្បាស់លាស់ណាស់លោក Hexet ចង់ទៅមកទស្សនាយើងគួរតែទៅដល់មូលដ្ឋានទ័ពនឿរៀមឲ្យគាត់មើលហើយទទួលនាវិការចម្បាំងអាមេរិកមកទស្សនាផងថាទោះបីជាយ៉ាងណាតើការព្រួយបារម្ភរបស់ក្រុងវ៉ាស៊ីនតោនចំពោះអធិបុលយោធាគំលីធំដុំជិននៅកម្ពុជាតើដោះស្រាយហើយឬនៅអស់ពេលជាច្រើនឆ្នាំមកហើយមន្ត្រីអាមេរិកបានសម្ដែងភាពមិនសប្បាយចិត្តនៅជុំវិញប្រាសាទមូលដ្ឋានទ័ពនឿរៀមតាមពាក្យសម្ដីរបស់លោកសុធិរតការធំចិត្តទៅយើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងគាំទ្រការវិវិយកម្មយុទ្ធសាស្ត្ររបស់កម្ពុជានិងកាត់បន្ថយការពឹងពាក់ខ្លាំងទៅលើដៃគូតែមួយរដ្ឋមន្ត្រីបច្ចុប្បន្នបានបង្ហាញពីការបើកបំភឿចំពោះការពង្រីកទំនាក់ទំនងការទូតនិងសន្តិសុខជាមួយនឹងមហាអំណាចធំៗដែលលោកជឿជាក់ថានឹងជួយបង្កើនទំហំនៅកម្ពុជាក្នុងតំបន់នៅពេលដែលមានសម្ពាធសន្តិសុខកាន់តែខ្លាំងនឹងព្រំដែនជាមួយថៃលោកសុធិរតបានអះអាងថាទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិកក៏អាចជាការរារាំងរងចាំបានដែរលោកបានបន្ថែមថាតើអ្វីទៅជាគម្រាមដៃធំជាងគេសម្រាប់កម្ពុជានៅឥឡូវនេះខ្ញុំចាក់ថាវាប្រកាសជាថៃអ្នកចាក់ធនៈដែរហើយម្នេះការប្រើប្រាស់មធ្យោបាយយោធាដើម្បីដោះស្រាយជម្លោះពីថៃគឺជាគម្រាមដៃធំជាងគេចំពោះប្រយោជន៍ពលរយៈសន្តិសុខជាតិរបស់កម្ពុជាលោកបានបន្ថែមថាអាកាសធាតុបច្ចុប្បន្នផ្ដល់ឱកាសចម្រុះក្នុងការកសាងទំនាក់ទំនងកម្ពុជាអាមេរិកជាផ្លូវការឡើងវិញ